លឺដំណឹងថាពិសីនៅតែឯការក្សាចិត្តស្នេហ៍មិនទាន់មានអ្នកថ្មីចិត្តអូននៅតែភក្តីចំពោះរូបបងមិនព្រមបំភ្លេចរឿងរ៉ាវដែលកន្លងផុតទៅគេថាអូននៅតែមានចរិយាល្អប្រពៃរក្សាចរិតទន់ភ្លន់មិនប្រែប្រួលឡើយនៅតែនឹកនាដល់រូបបងគ្រប់ដង្ហើមចេញចូលឮបែបនេះហើយបងខ្លោចចិត្តអាណិតអូនពន់ពេកចង់ត្រឡប់ទៅរកអូនម្ដងទៀតណាស់ព្រោះអាណិតចាស់ស្នេហ៍ដែលធ្លាប់រួមសុខទុក្ខតែរឿងរ៉ាវយើងបានខ្លាចជាអាណិតកាលទៅហើយមិនអាចវិលត្រឡប់ទៅក្រៅអ្វីបានឡើយចង់វិលទៅក្បែរដើម្បីលួងលោមចិត្តអូនតែបងត្រូវបារម្ភពីមនុស្សដែលនៅក្បែរខ្លួនបច្ចុប្បន្នខ្លាចគេត្រូវរងនៅភាពឈឺចាប់ខ្លាំងក្លាព្រោះគេជាអ្នកបង្រៀនឲ្យបងស្គាល់នៃស្មោះចង់ត្រឡប់ទៅរកអូនម្ដងទៀតណាស់ព្រោះអាណិតចាស់ស្នេហ៍ដែលធ្លាប់រួមសុខទុក្ខតែរឿងរ៉ាវយើងបានខ្លាចជាអាណិតកាលទៅហើយមិនអាចវិលត្រឡប់ទៅក្រៅអ្វីបានឡើយចង់វិលទៅក្បែរដើម្បីលួងលោមចិត្តអូនតែបងត្រូវបារម្ភពីមនុស្សដែលនៅក្បែរខ្លួនបច្ចុប្បន្នខ្លាចគេត្រូវរងនៅភាពឈឺចាប់ខ្លាំងក្លាព្រោះគេជាអ្នកបង្រៀនឲ្យបងស្គាល់នៃស្មោះព្រោះគេជាអ្នកបង្រៀនឲ្យបងស្គាល់នៃស្មោះ